ายชีวิตដែលមានលៀបនៅក្រៅប្រទេសឬមានលៀបនៅផ្លូវឆ្ងាយតើគេមើលនៅត្រង់ណាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាវិលមកជួបគ្នាម្ដងទៀតហើយអំពីការចាបង្រៀននៃការមើលបាត់ដៃចាអញ្ចឹងឥឡូវយើងចូលមកដល់មេរៀនតែម្ដងចាសម្រាប់ចាអ្នកដែលមានចាលៀបនៅខាងក្រៅស្រុកឬក៏លៀបចាក្រៅប្រទេសនេះជាទូទៅចាទួលច័ន្ទរបស់គាត់នឹងមានខ្សែឆ្លងកាត់មកនេះត្រង់នេះជាទួលច័ន្ទណាចាសម្រាប់ទួលច័ន្ទខ្ញុំធ្លាប់បានបង្ហាញបងប្អូនហើយថាស្ថិតនៅក្រោមខ្សែខួរក្បាលគឺជាទួលច័ន្ទហើយចាអញ្ចឹងរង្វង់ទាំងអស់នេះជាទួលច័ន្ទចាអញ្ចឹងចាយើងមើលសម្រាប់ខ្សែជីវិតរបស់គាត់ជាប្រភេទខ្សែជីវិតដែលត្រង់ចាចាក់មករកទួលច័ន្ទបែបនេះណាចាហើយខ្ញុំសូមបញ្ជាក់បន្ថែមសម្រាប់ទួលច័ន្ទចាគឺនៅក្រោមចាក់ខ្សែខួរក្បាលទាំងមូលបែបនេះហើយនៅក្នុងទួលច័ន្ទគឺមានទួលទូចមួយទៀតគេហៅថាទួលវបរិតចាសម្រាប់ទួលវបរិតនេះគេចាត់ទុកថាជាទួលសំណាងណាចាអញ្ចឹងចាខ្ញុំនឹងសរសេរចាខាងនេះទួលច័ន្ទខាងនេះទួលវបរិតចាណាចាបាញ់សញ្ញាព្រួយដើម្បីងាយស្រួលមើលចាអញ្ចឹងសម្រាប់ចាយើងមើលពិនិត្យមើលខ្សែវាសនារបស់គាត់និងខ្សែឆ្លងប្រទេសរបស់គាត់ចាគឺស្ថិតនៅលើទួលច័ន្ទណាចានឹងមានខ្សែតូចចាមានខ្សែតូចស្ថិតនៅក្នុងចាទួលវបរិតនេះឃើញទេពីរខ្សែនេះណាចាជាទូទៅខ្សែវបរិតគឺជាខ្សែបដូរវាសនាចាមិនសូវជាមានច្រើនទេមានខ្លីៗបន្តិចទេប៉ុន្តែអ្នកនឹងអាចបដូរវាសនាពីក្រទៅមានដោយមិនដឹងខ្លួនពីនៅក្នុងស្រុកសុកឬក៏អ្នកខ្លះនៅក្នុងគេហៅថាស្រុកឯងចាឬក៏ប្រទេសឯងសុកស្រាប់តែបានទៅរស់នៅស្រុកគេដោយមិនដឹងខ្លួនហើយបានមានភាពមានបានរុងរឿងនៅស្រុកគេទាំងដែលខ្លួនឯងមិនមានខ្សែហៅណាដែលជាអ្នកធ្លាប់បានទៅរស់នៅស្រុកគេឡើយនេះគេហៅថាទទួលបានខ្សែបដូរវាសនាគឺខ្សែនៃទួលវបរិតនឹងឯងណាអញ្ចឹងសរុបជារួមមកចាកម្រិតនៃខ្សែជីវិតនេះចាជាមួយទៅនឹងចាខ្សែដែលដុះនៅលើទួលច័ន្ទចាឆ្លងកាត់ទួលច័ន្ទរបស់គាត់អាចបញ្ជាក់បានថាម្ចាស់បាត់ដៃគាត់បើសិនជាគាត់ទៅរស់នៅស្រុកគេគឺគាត់នឹងរកស៊ីចាល្អប្រសើររុងរឿងហើយគាត់ចង់ទៅរស់នៅស្រុកគេគឺបានយ៉ាងប្រកបព្រោះមានខ្សែលៀបនៅស្រុកគេណាចាឬក៏បើគាត់មិនចង់ទៅរស់នៅស្រុកគេរស់នៅស្រុកខ្មែរក៏បានដែរប៉ុន្តែចង់ទទួលបានភាពរុងរឿងរកស៊ីមានបានគឺមិនរកស៊ីនៅស្រុកឯងទេរបៀបថាកន្លែងទៅចេញរកស៊ីទៅរកស៊ីនៅស្រុកឆ្ងាយឧទាហរណ៍តែគាត់អ្នកនៅខេត្តអញ្ចឹងឡើងមករកស៊ីនៅភ្នំពេញចាឬក៏នៅខេត្តណាមួយជាដើមនិយាយនោះគឺត្រូវតែចារកស៊ីផ្លូវឆ្ងាយព្រោះគាត់ចាច្រើនតែបានលៀបចេញពីផ្លូវឆ្ងាយច្រើនតែមានមនុស្សពីចម្ងាយជួយចាខំក្រងជួយចាជ្រោមជ្រែងចាលៀបសំណាងរបស់គាត់ណាចាអរគុណមានមន្តស្នេហ៍មានកម្លាំងខ្លាំងពីកំណើតមិនសូវឈឺថ្កាត់គេមើលនៅត្រង់ណានៅលើដៃចាជំរាបសួរបងប្អូនចាថ្ងៃនេះខ្ញុំមកបង្ហាញពីការមើលបាត់ដៃទៀតហើយចាថ្ងៃនេះអត់មានបង្ហាញពីខ្សែអ្នកមានឬសិទ្ធិអីទេណាចាថ្ងៃនេះមកបង្ហាញពីខ្សែសុខភាពម្ដងព្រោះមនុស្សយើងគឺសំខាន់ណាស់តើតើជាមួយនឹងសុខភាពបើសិនជាខ្សែអ្នកនោះបញ្ជាក់ថាអ្នកនោះមានបានសិទ្ធិប៉ុណ្ណាក៏ដោយបើសិនជាសុខភាពមិនល្អក៏ធ្វើឲ្យគាត់ចាមិនអាចរកស៊ីទទួលទានមានបានអីផងដែរព្រោះអាឡ័យទៅឈឺចាមិនមានពេលគ្រប់គ្រាន់ក្នុងការរកស៊ីអញ្ចឹងសម្រាប់ដៃនេះណាពុកម៉ែបងប្អូនដៃនេះជាមនុស្សដែលមានសុខភាពរឹងមាំបំផុតចាយើងមើលនៅត្រង់នេះសម្រាប់ខ្សែជីវិតរបស់គាត់គឺកោងស្អាតបែបនេះណាចាខ្ញុំនឹងគូឲ្យមើលចាគឺកោងស្អាតបែបនេះចាហើយមានទាំងខ្សែខុំក្រងផុតមកដល់បែបនេះទៀតផងណាចាអញ្ចឹងអ្នកណាដែលមានខ្សែជីវិតកោងស្អាតមានទាំងខ្សែខុំក្រងបែបនេះគេហៅថាខ្សែជីវិតមនុស្សដែលមានភាពរឹងមាំមានកម្លាំងខ្លាំងពីកំណើតចាមនុស្សដែលមានកម្លាំងខ្លាំងមិនងាយឈឺថ្កាត់មនុស្សដែលជួបទុក្ខលំបាកអ្វីតែតែមានគេជួយជ្រោមជ្រែងក្នុងខ្លួនឯងជួយខ្លួនឯងបានក្នុងគ្រួសារជួយបានក៏ច្រើនតែមានអ្នកក្រៅជួយមកជ្រោមជ្រែងខ្សែជីវិតបែបនេះណាបងប្អូនក៏ជាមនុស្សដែលមានមន្តស្នេហ៍ផងដែរមន្តស្នេហ៍កន្លែងនេះមិនមែនជាមន្តស្នេហ៍បែបឆែតឆៃឬក៏ជាមនុស្សដែលមានភាពរលរៀលខាងតណ្ហាខ្លាំងអីទេណាចាអានោះគឺមានខ្សែមួយទៀតចាអានេះគឺខ្សែរបៀបថាជាមនុស្សនឹងមានមន្តស្នេហ៍បែបថាទៅណាមកណាសបោគេជួយចិត្តនៅស្រឡាញ់ពិសេសចាស់ទុំណាសបោគេចូលចិត្តនៅតែស្រឡាញ់ហើយអ្នកដែលស្រឡាញ់គាត់ពាក្យច្រើនចូលមកអត់មានលេងសារទេគឺស្រឡាញ់គាត់បែបប្រកាសយកជាគូអនាគតតែម្ដងគេហៅថាមានមន្តស្នេហ៍បែបដូចមានដៃឆក់អញ្ចឹងណាចាគេនៅក្បែរយូរស្រឡាញ់តែមិនដឹងខ្លួនគេហៅថាអ្នកដែលមានមន្តស្នេហ៍ពីធម្មជាតិហើយនេះគឺពាក់ព័ន្ធជាមួយនឹងឱកាសចាពាក់ព័ន្ធជាមួយនឹងសុខភាពចាគាត់មានទាំងអស់ហើយមិនមានគេហៅថាខ្សែឧបសគ្គឬម្ចាស់កម្មពីទៀតល្អមែនទែនខ្សែជីវិតអត់មានម្ចាស់កម្មពីណាបងប្អូនចាអញ្ចឹងហើយខ្ញុំណែនាំបន្ថែមសម្រាប់គាត់ដើម្បីបដូរជីវភាពរបស់គាត់ល្អប្រសើរជាងនេះមានតែការប្រឹងប្រែងធ្វើបុណ្យបច្ចុប្បន្នបានច្រើនពិសេសធ្វើផ្នែកទានឲ្យបានច្រើនណាទានច្រើនជាងបុណ្យទៅចាគឺនឹងជួយឲ្យម្ចាស់បាត់ដៃមានជីវភាពល្អប្រសើរហើយណាចាមិនមែនអ្នកណាដែលកើតមកចាអាចដៅថាខ្លួនឯងត្រូវតែក្រមួយជីវិតខ្លួនឯងត្រូវរបស់អត់ទេណាចាឲ្យតែអ្នកនោះចាព្យាយាមប្រឹងប្រែងរកស៊ីអស់ពីលទ្ធភាពនិងព្យាយាមធ្វើបុណ្យទៅតាមនោះកុំចាំតែមានលុយច្រើនចាំធ្វើបុណ្យណាចាតតែចាធ្វើបណ្ដាតាមលទ្ធភាពសំខាន់ធ្វើដោយចិត្តនៃសេចក្តីជ្រះថ្លាអ្នកនោះមិនអាចក្រជាដាច់ខាតណាចា